លោកប្រធានសង្សរិទ្ធបានដឹកនាំសមាជិកសមាជិកានៃសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានចុះធ្វើយុទ្ធនាការអនាម័យបរិស្ថានក្រោមប្រធានបទទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នានាថ្ងៃអង្គារ700ខែផល្គុនឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ដែលត្រូវនៅថ្ងៃទី10ខែមីនាឆ្នាំ2026សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដ៏មានការចង្អុលបង្ហាញពីលោកប្រធានសង្សរិទ្ធបានចុះធ្វើយុទ្ធនាការអនាម័យបរិស្ថានក្រោមប្រធានបទទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាដែលដឹកនាំដោយលោកប៉ាន់ពៅរដ្ឋបាលសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានចុះធ្វើអនាម័យបរិស្ថាននៅភូមិស្ងួនពេជ្រសង្កាត់កំពូលខណ្ឌកំពូលរាជធានីភ្នំពេញគឺជាទីក្រុងមួយដែលកំពុងតែមានការចាប់អារម្មណ៍និងទាក់ទាញពីភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនបានមកទស្សនាក៏ជាប់ជាទីក្រុងដែលល្អបំផុតសម្រាប់ភ្ញៀវទេសចរនៅលើពិភពលោកក្នុងចំណោម20ប្រទេសជាពិសេសគឺផ្លូវ Wall Street ផ្លូវថ្មើរជើងចតុមុខគឺคล้ายទៅជាគោលដៅទេសចរសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកលំហែអារម្មណ៍សម្រាប់ថ្ងៃចុងសប្តាហ៍ទាំងនេះហើយគឺជាការខិតខំប្រឹងប្រែងរបស់អភិបាលរដ្ឋបាលរាជធានីភ្នំពេញដែលមានឯកឧត្តមឃុងស្រេងដែលជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកតែងតែខិតខំដឹកនាំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រឡាយសណ្ដាប់ធ្នាប់អនាម័យបរិស្ថានជាពិសេសគឺសន្តិសុខភូមិឃុំសង្កាត់មានសុវត្ថិភាពសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិបងប្អូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញរស់នៅប្រកបដោយផាសុកភាពនិងសុវត្ថិភាពផ្លូវចិត្តផ្លូវកាយជាប្រជាជនមួយរស់ប្រកបដោយភាពស៊ីវិល័យមានរបៀបរៀបរយទាំងនេះហើយគឺជាគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលជាបិតាស្ថាបនិកសន្តិភាពដែលលោកបានលះបង់បូជាកម្លាំងកាយចិត្តដើម្បីបដូរយកសន្តិភាពជូនប្រជាពលរដ្ឋកត្តាទាំងនេះហើយដែលសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យតែងតែចូលរួមចំណែកផ្សព្វផ្សាយធ្វើអនាម័យបរិស្ថានជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញដើម្បីទីក្រុងស្អាតរបស់យើងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទទួលខុសត្រូវរួមធ្វើព្រោះទាំងនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាសូមចូលរួមបង់ថ្លៃប្រម៉ូសម្រាមឲ្យបានទៀងទាត់ជាប្រចាំខែទុកដាក់សម្រាមឲ្យមានរបៀបរៀបរយបោសសម្អាតមាត់លូមាត់ប្រឡាយជាប្រចាំត្រូវញែកសម្រាមឲ្យដាច់ពីគ្នាយកសម្រាមចោលមកខាងក្រៅតាមពេលវេលាកំណត់របស់ក្រុមហ៊ុនប្រម៉ូសម្រាម